ចំពោះទី3អាជ្ញាប័ណ្ណឬលិខិតអនុញ្ញាតអាជីវកម្មទទួលបញ្ចាំនិងឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានប្រការ6រាល់ការប្រកបអាជីវកម្មទទួលបញ្ចាំនិងឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានខ្នាតមធ្យមនិងខ្នាតធំត្រូវមានអាជ្ញាប័ណ្ណចេញពីក្រសួងដើម្បីទទួលបានអាជ្ញាប័ណ្ណក្រុមហ៊ុនសហគ្រាសត្រូវដាក់ពាក្យស្នើសុំនៅនាយកដ្ឋានដោយបំពេញលក្ខខណ្ឌដោយខាងក្រោមជានីតិបុគ្គលសញ្ជាតិខ្មែរនឹងបានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់នៅព្រះរាជាណាចក្រកម្ពុជាចំពោះអាជីវកម្មខ្នាតធំកម្រិត2ត្រូវចុះបញ្ជីជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតត្រូវមានដើមទុនប្រកបអាជីវកម្មដោយមានចែងក្នុងប្រការ9នៃប្រកាសនេះត្រូវតម្កល់ប្រាក់ធានាអាជីវកម្ម 10% នៃដើមទុនអ្នកកាន់អាជ្ញាប័ណ្ណត្រូវមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រឬវិញ្ញាណបត្រផ្សេងទៀតដែលទាក់ទងទៅនឹងអាជីវកម្មឬមានបទពិសោធន៍ពាក់ព័ន្ធទៅនឹងធុរកិច្ចស្រដៀងគ្នាឬធ្លាប់បម្រើការងារផ្នែកនេះក្នុងករណីអ្នកឈរឈ្មោះមិនមែនជាភាគហ៊ុននិកត្រូវមានលិខិតបញ្ជាក់ពីក្រសួងពាណិជ្ជកម្មត្រូវមានទីតាំងប្រកបអាជីវកម្មច្បាស់លាស់ដែលបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ចលក្ខខណ្ឌលម្អិតសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណត្រូវបានកំណត់ក្នុងពាក្យស្នើសុំអាជ្ញាប័ណ្ណរបស់ក្រសួងប្រការ7រាល់ការប្រកបអាជីវកម្មទទួលបញ្ចាំនិងឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានខ្នាតតូចត្រូវមានលិខិតអនុញ្ញាតប្រកបអាជីវកម្មពីមន្ទីរដើម្បីទទួលបានលិខិតអនុញ្ញាតប្រកបអាជីវកម្មក្រុមហ៊ុនសហគ្រាសត្រូវដាក់ពាក្យស្នើសុំនៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្តដោយបំពេញលក្ខខណ្ឌដូចខាងក្រោមជានីតិបុគ្គលសញ្ជាតិខ្មែរនឹងបានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់នៅព្រះរាជាណាចក្រកម្ពុជាត្រូវមានដើមទុនប្រកបអាជីវកម្មដូចមានចែងក្នុងប្រការ9នៃប្រកាសនេះត្រូវតម្កល់ប្រាក់ធានាអាជីវកម្ម 10% នៃដើមទុនអ្នកកាន់លិខិតអនុញ្ញាតប្រកបអាជីវកម្មត្រូវមានកម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រឬវិញ្ញាណបត្រផ្សេងទៀតដែលតាក់ទងទៅនឹងអាជីវកម្មឬមានបទពិសោធន៍ពាក់ព័ន្ធទៅនឹងធុរកិច្ចស្រដៀងគ្នាឬធ្លាប់បម្រើការងារផ្នែកនេះក្នុងករណីអ្នកឈរឈ្មោះមិនមែនជាភាគហ៊ុននិកត្រូវមានលិខិតបញ្ជាក់ពីក្រសួងពាណិជ្ជកម្មត្រូវមានទីតាំងប្រកបអាជីវកម្មច្បាស់លាស់ដែលបញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ចលក្ខខណ្ឌលម្អិតសម្រាប់ការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មត្រូវបានកំណត់ក្នុងពាក្យស្នើសុំលិខិតអនុញ្ញាតប្រកបអាជីវកម្មរបស់មន្ទីរប្រការ8ក្រសួងមន្ទីរមានរយៈពេលយ៉ាងយូរ30ថ្ងៃនៃថ្ងៃធ្វើការក្នុងការពិនិត្យនិងសម្រេចតល់ឬបដិសេធឬបន្តសុពលភាពជូនក្រុមហ៊ុនសហគ្រាសចាប់ពីថ្ងៃទទួលបានសំណុំឯកសារពេញលេញនិងគ្រប់ចំនួនប្រការ9ដើមទុនសម្រាប់ប្រកបអាជីវកម្មទទួលបញ្ចាំនិងឬអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានត្រូវបានកំណត់ដូចខាងក្រោម កអាជីវកម្មទទួលបញ្ចាំរួមមានខ្នាតតូចត្រូវមានដើមទុនចាប់ពី20លានរៀលដល់40លានរៀលខ្នាតមធ្យមត្រូវមានដើមទុនលើសពី40លានរៀលដល់200លានរៀលខ្នាតធំកម្រិត1ត្រូវមានដើមទុនលើសពី200លានរៀលដល់800លានរៀលខ្នាតធំកម្រិត2ត្រូវមានដើមទុនលើសពី800លានរៀលឡើងទៅខអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានរួមមានខ្នាតតូចត្រូវមានដើមទុនចាប់ពី20លានរៀលដល់50លានរៀលខ្នាតមធ្យមត្រូវមានដើមទុនលើសពី40លានរៀលដល់200លានរៀលខ្នាតធំកម្រិត1ត្រូវមានដើមទុនលើសពី200លានរៀលដល់800លានរៀលខ្នាតធំកម្រិត2ត្រូវមានដើមទុនលើសពី800លានរៀលឡើងទៅរាល់ការថែមឬបន្ថយដើមទុនអាជីវកម្មខាងលើត្រូវមានការអនុម័តពីក្រសួងឬមន្ទីរជាមុនប្រការ10ប្រភេទខ្នាតថ្លៃនិងសុពលភាពអាជ្ញាប័ណ្ណប្រកបអាជីវកម្មទទួលបញ្ចាំនិងទទួលប្រាតិភោគដោយអនុប្រទានដែលចេញពីក្រសួងត្រូវបានកំណត់ដូចខាងក្រោមប្រភេទអាជីវកម្មទទួលបញ្ចាំសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត3លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត4លានរៀលក្នុងមួយឆ្នាំ2អាជ្ញាប័ណ្ណសាខាខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំ
អាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំ
អាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំកម្រិត1ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លាន8សែនរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណសាខាខ្នាតធំកម្រិត2ថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត2លានរៀលក្នុងមួយឆ្នាំប្រភេទអាជីវកម្មទទួលប្រាតិភោគដោយអនុប្រទានសុពលភាព3ឆ្នាំ1អាជ្ញាប័ណ្ណខ្នាតមធ្យមថ្លៃលិខិតអនុញ្ញាតថ្មីឬបន្ត1លានរៀលក្នុងមួយឆ្នាំអាជ្ញាប័ណ្ណខ្នាតធំ